ចឹងយើងចូលនៅក្នុង setting មកបន្តមកទៀតយើងចូលនៅក្នុង spoken content ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅឲ្យទូរស័ព្ទរបស់យើងហ្នឹងគឺធ្វើការអានអត្ថបទបើសិនជាបងប្អូនដែលចូលចិត្តអានអត្ថបទជាភាសាអង់គ្លេសអីគឺយើងមិនចាំបាច់ប្របាក់អានទេគ្រាន់តែយើងឲ្យទូរស័ព្ទអានទៅយើងចាំស្ដាប់ទៅគឺវាមានភាពងាយស្រួលមែនតើឧទាហរណ៍ថាខ្ញុំចូលនៅក្នុង Facebook មកបន្តមកទៀតខ្ញុំអស់មើលព័ត៌មានឧទាហរណ៍ថាព័ត៌មាននេះមួយចុះអញ្ចឹងវាមានអត្ថបទជាភាសាអង់គ្លេសអញ្ចឹងខ្ញុំចង់ឲ្យទូរស័ព្ទរបស់យើងគឺអានតែម្ដងអញ្ចឹងយើងគ្រាន់តែធ្វើការ select ទៅលើអត្ថបទហ្នឹងហើយគឺយើងចុចទៅលើពាក្យថា speak ទៅគឺទូរស័ព្ទរបស់យើងហ្នឹងគឺវានឹងធ្វើការអានអត្ថបទហ្នឹងឲ្យយើងតែម្ដងអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអំពីរបៀបចូលទៅកំណត់ហើយអញ្ចឹងយើងចូលនៅក្នុង setting មកបន្តមកទៀតយើងចូលនៅក្នុង spoken content តែបើទូរស័ព្ទ iOS រៀងខ្ពស់នៅកន្លែងនេះគឺគេដាក់ថា reading អញ្ចឹងទៅអញ្ចឹងយើងចូលនៅកន្លែងហ្នឹងមកតមកទៀតនេះយើងឃើញមានពាក្យនៅខាងលើនេះគេដាក់ថា speaking selection អញ្ចឹងបងប្អូនគាត់តែធ្វើការចុចបើកនៅកន្លែងហ្នឹងមកតមកទៀតនៅខាងក្រោមនេះគឺគេដាក់សញ្ញាអណ្ដើកនិងសញ្ញាផ្សាយអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យទូរស័ព្ទរបស់យើងអានអត្ថបទនឹងរៀងយឺតបងប្អូនអស់សញ្ញានេះមកខាងអណ្ដើកមកមានន័យថា Speak selection reads selected content ចឹងបងប្អូនលឺហើយបើសិនជាបងប្អូនចង់ឲ្យអត្ថបទរបស់យើងអានលឿនបងប្អូនអស់សញ្ញានឹងមកខាងទន្សាយមកគឺអត្ថបទរបស់យើងគឺអានឲ្យលឿនហើយអញ្ចឹងខ្ញុំចូលនៅក្នុង Facebook វិញធម្មទៀតខ្ញុំធ្វើការ select ទៅលើអត្ថបទនេះហើយខ្ញុំឲ្យទូរស័ព្ទនឹងអានជំនួស